បងប្អូនធ្លាប់តែទិញប្រហិតតៅហ៊ូត្រីគេញ៉ាំតោះថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបធ្វើប្រហិតតៅហ៊ូត្រីហើយយើងលាយជាមួយនឹងសាច់ផ្កាតិចតិចធ្វើឲ្យប្រហិតរបស់យើងនឹងមានសភាពស្វិតឆ្ងាញ់ចាអញ្ចឹងដើម្បីចង់ដឹងអំពីរបៀបធ្វើនិងគ្រឿងផ្សំយើងមានអ្វីខ្លះយើងចូលរួមទស្សនាវីដេអូទាំងអស់គ្នាចាជាដំបូងឡើយគឺខ្ញុំមានបង្គារបស់យើងដែលគេកាត់ក្បាលរួចហើយនឹងចំនួន170ក្រាមទៅឲ្យយើងធ្វើការបកសំបកឲ្យស្អាតហើយបន្ទាប់មកទៀតគឺយើងធ្វើការខ្វេះយកអាចបង្គារបស់យើងយើងប្រើឈើចាក់ធ្មេញបែបនេះបងប្អូនចាំបន្ទាប់មកទៀតយើងយកបង្គារបស់យើងទៅលាងសម្អាតឲ្យបានស្អាតមកជាបន្ទាប់មកទៀតគឺខ្ញុំមានត្រីសម្រាប់ត្រីនេះដែរបងប្អូនអាចប្រើប្រភេទត្រីអីក៏បានដែរឲ្យតែជាប្រភេទត្រីដែលមានសាច់សបែបនេះបងប្អូនទើបយើងធ្វើប្រហិតទៅគឺវាស្វិតឆ្ងាញ់ហើយត្រីដែលខ្ញុំប្រើក្នុងថ្ងៃនេះគឺចំនួន2ខាំកន្លះហើយយើងហាន់វាជាបន្ទះតូចៗបែបនេះមកចាយសម្រាប់ប្រហិតតៅហ៊ូត្រីនេះដែរបើសិនមកបងប្អូនអត់ចង់ដាក់បង្គាក៏បានដែរបងប្អូនដាក់តែត្រីសុទ្ធក៏បានដែរតាមចំណង់ចំណូលចិត្តប៉ុន្តែខ្ញុំចូលចិត្តបង្គាអញ្ចឹងគឺខ្ញុំដាក់លាយជាមួយបង្គាឥឡូវនេះយើងចាប់ផ្ដើមដាក់កិនត្រីរបស់យើងដល់យើងដាក់ត្រីនិងបង្គារបស់យើងចូលហើយគឺខ្ញុំបន្ថែមពងមាន់ចំនួន1គ្រាប់ហើយបន្ទាប់មកទៀតគឺខ្ញុំបន្ថែមទឹកត្រីចំនួន1ស្លាបព្រាបាយអំបិលចំនួន1ស្លាបព្រាកាហ្វេស្ករអំពៅចំនួន1ស្លាបព្រាកាហ្វេហើយនិងម្សៅឆាចំនួន5ស្លាបព្រាបាយកន្លះចាហើយសម្រាប់រសជាតិប្រហិតយើងនេះដែរគឺខ្ញុំធ្វើរសជាតិលាងប្រៃឡំៗទេដោយសារនៅពេលយើងញ៉ាំជ្រលក់ជាមួយនឹងទឹកម្ទេសជាដើមបើសិនមកបងប្អូនចូលចិត្តរសជាតិរាងដិតសូមបងប្អូនធ្វើការបន្ថែមបន្ថយគ្រឿងទៅតាមចំណង់ចំណូលចិត្តចាជាបន្តមកទៀតយើងចាប់ផ្ដើមដាក់កិនត្រីនិងបង្គារបស់យើងហើយសម្រាប់រយៈពេលកិននេះដែរគឺខ្ញុំកិនវារយៈពេលប្រហែលជា5នាទីយើងកិនឲ្យកាន់តែយូរគឺប្រហិតរបស់យើងរឹតតែវាមានរសជាតិស្វិតឆ្ងាញ់ចាឥឡូវឃើញថាត្រីហើយនិងបង្គារបស់យើងបានម៉ត់ល្អហើយជាបន្តមកទៀតយើងរៀបចំដាក់ចំហុយដោយខ្ញុំដាក់ប្រើថាសបែបនេះបងប្អូនបើសិនមកបងប្អូនអត់ប្រើថាសទេបងប្អូនអាចប្រើចានឬក៏ប្រអប់ដែលបងប្អូនមានដូចជាដំបូងឡើយគឺយើងលាបប្រេងថើបន្តិចមកដើម្បីកុំឲ្យប្រហិតរបស់យើងនៅពេលយើងចំហុយនឹងវាស្អិតជាប់ចានហើយបន្ទាប់មកទៀតយើងចាក់ប្រហិតរបស់យើងចូលហើយបន្ទាប់មកទៀតយើងធ្វើការសង្កត់វាឲ្យណែនបែបនេះបងប្អូនហើយបន្ទាប់មកទៀតយើងរៀបចំដាក់ចំហុយដូចជាដំបូងឡើយគឺយើងដាក់ដាំទឹកឲ្យពុះសិនមកចាឲ្យនៅពេលដែលទឹករបស់យើងចាប់ផ្ដើមពុះហើយគឺយើងដាក់ប្រហិតរបស់យើងចំហុយតើយើងប្រើភ្លើងមធ្យមហើយយើងដាក់ចំហុយប្រហិតរបស់យើងរយៈពេលពី25ទៅ30នាទីចាឥឡូវឃើញតាប្រហិតរបស់យើងបានឆ្អិនហើយអញ្ចឹងយើងស្រង់វាឡើងហើយយើងទុកឲ្យប្រហិតរបស់យើងចុះត្រជាក់សិនចាឥឡូវប្រហិតរបស់យើងបានចុះត្រជាក់ហើយអញ្ចឹងជាបន្ទាប់មកទៀតយើងធ្វើការឆ្កឹះប្រហិតរបស់យើងចេញពីក្នុងថាសរបស់យើងមកហើយបន្ទាប់មកទៀតយើងយកប្រហិតរបស់យើងទៅកាត់ជាទំហំតូចៗហើយសម្រាប់ប្រហិតដែលយើងទិញគេគឺវាមានរាងស្អាតប៉ុន្តែដោយសារប្រហិតនេះយើងធ្វើសម្រាប់ញ៉ាំនៅផ្ទះអញ្ចឹងគឺខ្ញុំអត់កាប់កន្លែងគែមខាងចេញទេបើសិនបងប្អូនចង់ឲ្យប្រហិតរបស់យើងនៅពេលចៀនទៅវាមានរាងស្អាតសូមបងប្អូនធ្វើការកាត់កន្លែងគែមខាងចេញមកហើយបន្ទាប់មកយើងកាត់វាជាដុំតូចបែបនេះមកតូចធំទៅតាមចំណង់ចំណូលចិត្តជាបន្តមកទៀតយើងចាប់ផ្ដើមដាក់បំពងប្រហិតរបស់យើងដោយយើងដាក់ដាំប្រេងរបស់យើងឲ្យក្តៅហើយបន្ទាប់មកយើងដាក់ប្រហិតរបស់យើងបំពងយើងធ្វើការបំពងរហូតទៅដល់ប្រហិតរបស់យើងឡើងក្រហមបែបនេះមកណាបងប្អូនចាឥឡូវឃើញថាប្រហិតរបស់យើងឡើងក្រហមល្អហើយអញ្ចឹងយើងស្រង់វាឡើងហើយទុកឲ្យវាស្ងួតខ្លាញ់បន្តិចចាឲ្យសម្រាប់ប្រហិតតៅហ៊ូត្រីបង្គារបស់យើងនេះដែរបងប្អូនអាចញ៉ាំជ្រលក់ជាមួយនឹងទឹកម្ទេសឬក៏ជ្រក់ល្ហុងទៅតាមចំណង់ចំណូលចិត្ត